យើងបញ្ចប់ឆ្នាំចាស់ដោយជោគជ័យហើយបើកឆ្នាំថ្មីជាមួយនឹងសមិទ្ធផលបន្ថែមទៀតម្សិលមិញខ្ញុំទៅសម្ពោធកំពង់ផែកពតអន្តរជាតិកពតថ្ងៃនេះយើងមកសម្ពោធក្រុមហ៊ុនផលិតរថយន្តនៅពោធិ៍សាត់អញ្ចឹងគឺជាសមិទ្ធផលបន្ថែមដែលយើងពីមួយជំហានទៅមួយជំហានពីមួយថ្ងៃទៅមួយថ្ងៃគឺយើងតែងតែគេថាបានបន្ថែមព្រោះយើងមិនទាន់មានអ្វីគ្រប់ទេប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃនៅក្រោមសុខសន្តិភាពនិងការឈប់វាយគ្នានេះបានបើកឱកាសឲ្យយើងឈានទៅដល់ចាប់បាននៅកលានុវត្តភាពរបស់កម្ពុជានឹងប្រែក្លាយកលានុវត្តភាពទៅជាសមិទ្ធផលជាក់ស្ដែងថ្ងៃនេះខ្ញុំមកខេត្តពោធិ៍សាត់ច្រើនដងហើយមកខាងកន្លែងនេះ2ដងកាលពីខែ6ឆ្នាំ2022ខ្ញុំមកសម្ពោធនៅក្រុមហ៊ុននេះជាលើកដំបូងដែលឈានដំបូងនោះខ្ញុំជួបជាមួយលោក Kevin Whitcraft នេះតាំងពីមុនក្រុមហ៊ុនសម្ពោធនោះកាលនោះខ្ញុំទៅនៅជាមេជើងគោកហើយថ្ងៃមួយខ្ញុំបានសំណើមួយពីជំនួយការខ្ញុំប្រាប់ថាមានប្រធានក្រុមហ៊ុន AMA គាត់ចង់ជួបហើយឮសូរក្រុមហ៊ុន Ford ហ្មងបើករោងចក្រនៅស្រុកខ្មែរខ្ញុំថាខ្លាំងក្រុមហ៊ុនអាមេរិកក្រុមហ៊ុនយក្សមកបើករោងចក្រនៅស្រុកខ្មែរយើងហើយនៅពោធិ៍សាត់អញ្ចឹងខ្ញុំក៏ជួបជាមួយលោក Whitcraft ពេលនោះយើងមានដូចកិច្ចការកតុយមួយចំនួនដែលនៅសេសសល់មុននឹងឈានទៅដល់ការសម្រួលបើករោងចក្រអញ្ចឹងពេលនោះក៏ខ្ញុំបានគេថាស្វាគមន៍គាត់ហើយយើងក៏ធ្វើការហើយខ្ញុំសូមអរគុណណាស់ទៅដល់ស្ថាប័នពាក់ព័ន្ធមាន CDC មានអាជ្ញាធរខេត្តមានគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនៅក្នុងការជួយរៀបចំដែលធ្វើឲ្យក្រុមហ៊ុនអាចបង្កើតដំណើរការបើករោងចក្របានអញ្ចឹងមិនមែនងាយស្រួលទេមិនឲ្យតែក្រុមហ៊ុនចង់មកបើកនៅទីនេះបើគ្មានការបង្កលក្ខណៈទៅមិនរួចទេបើគ្មានការយកចិត្តទុកដាក់ទៅមិនរួចទេបើគ្មានការខិតខំជួយសម្រួលទៅមិនរួចទេពួកខ្ញុំជួបជាមួយគាត់នោះនៅចង់បើកប៉ុន្តែវានៅកលឹះប្រមាណដែលថាបើមិនដោះទេមិនអាចបើកបានអញ្ចឹងគឺយើងដោះបានហើយបោះបានដោយជោគជ័យអញ្ចឹងខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណហើយក៏ដូចជាអបអរសាទរចំពោះអ្នកពោធិ៍សាត់អាជ្ញាធរពោធិ៍សាត់ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលយើងរួមគ្នាធ្វើឲ្យដំណើរការនៃការបើករោងចក្រពី3ឆ្នាំមុននេះបានឈានទៅដល់ការពង្រីកខ្សែសង្វាក់ផលិតកម្មទៅថ្ងៃនេះខ្ញុំ